ដើម្បីបន្តបានប៉ុន្មានថ្ងៃទៀតខ្ញុំបោះបង់ចោលអ្វីទាំងអស់ត្រឡប់មកប្រទេសវិញចាប់ផ្ដើមពីបាតដៃទេហើយតស៊ូជាមួយគាត់5ឆ្នាំ1389ករណីពីចំនួនរដ្ឋប្រវេណីរហូតដល់បណ្ដឹងព្រមទណ្ឌនេះហើយជាមូលហេតុដែលខ្ញុំបានក្លាយជាមេធាវីមាសលំដាប់កំពូលដែលត្រូវបានទទួលស្គាល់ទូទាំងប្រទេសហើយក៏បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនច្បាប់ឯកជនយើងល្បីល្បាញពេញមួយយប់ផងដែរមេធាវីលីណាអរគុណដែលបានជួយពួកយើងទារយកប្រាក់ឈ្នួលរាប់សែនដែលគេជំពាក់ពួកយើងមកវិញនេះជាថ្លៃមេធាវីដែលពួកបងប្អូនយើងរាប់សិបនាក់បានបបួលគ្នាសូមអ្នកនាងមេត្តាទទួលយកវាទៅក្នុងនាមជាមេធាវីជំនួយរបស់ពួកអ្នកការទាររកយុត្តិធម៌ជូនពួកអ្នកគឺជាកាតព្វកិច្ចរបស់ខ្ញុំពេលក្រោយបើជួបរឿងបែបនេះទៀតអាចរកខ្ញុំបានបាទអរគុណអ្នកនាងអរគុណអ្នកគ្រូអ្នកនាងពិតជាមនុស្សល្អខ្លាំងណាស់អ្នកគ្រូអ្នកនាងពិតជាស័ក្តិសមជាតួអង្គគ្រឿងព្រេងលំដាប់ទី1ក្នុងវិស័យច្បាប់ពិតមែនត្រឹមតែបានបកស្ថានភាពពីចាញ់ទៅជាឈ្នះនៅក្នុងតុលាការលើនេះក៏បានជួយកម្មករទាររកយុត្តិធម៌ទៀតសូម្បីតែមហាសេដ្ឋីនៅជីងឆឹងហ្វូយ៉ូរ៉ុងក៏អង្វរអ្នកឲ្យទទួលយកសំណុំរឿងលែងលេះដែលមានតម្លៃរាប់សិបពាន់លានដែរគ្រាន់តែឈ្នះសំណុំរឿងនេះនឹងអាចទទួលបានថ្លៃប្តឹងចំនួន10លាននេះអាចធ្វើឲ្យក្រុមហ៊ុនមេធាវីឯកជនរបស់យើងក្លាយជាក្រុមហ៊ុនមេធាវីលំដាប់ទី1ក្នុងឧស្សាហកម្មបានទៀតផងនិយាយទៅដូចនោះមែនប៉ុន្តែសំណុំរឿងលែងលេះរបស់ហ្វូយ៉ូរ៉ុងមានលក្ខណៈស្មុគស្មាញណាស់ភស្តុតាងក៏ច្រើនទៀតបើសិនជាមានលេខឃ្លីបន្តិចត្រូវបង់សំណងស្មើនឹងប្រាក់ខែ1ខែ1ម៉ោងក្រោយមកគាត់នឹងមកដល់ក្រុមហ៊ុនមេធាវីដើម្បីពិភាក្សាករណីត្រឡប់ទៅពិនិត្យមើលភស្តុតាងសារជាថ្មីសិនទៅតាមពិតច្បាប់ថ្មីរបស់ក្រុមហ៊ុនមេធាវីបានកំណត់ថានរណាក៏មិនអាចលួចមើលក្នុងក្រុមហ៊ុនមេធាវីបានដែរម្យ៉ាងទៀតអ្នកថែមទាំងក្អួតសម្រាមដាក់ទុកខ្ញុំទៀតផងអ្នកនិយាយជាមួយចៅហ្វាយនេះបែបនេះមែនទេចៅហ្វាយនេះអ្នកគ្រប់គ្រងជាងគឺជាបណ្ឌិតច្បាប់ដែលលោកលូឧបត្ថម្ភផ្ទាល់នោះណាគាត់ត្រូវបានជួលមកដោយប្រាក់ខែ1លានក្នុងមួយឆ្នាំប្រធានផ្នែកប្តឹងផ្តល់ដូច្នេះហើយជាការពិតណាស់គាត់គឺជាចៅហ្វាយនេះក្រុមហ៊ុនមេធាវីរបស់យើងបែងចែករឿងការងារនឹងអ្នកមិនមែនពឹងលើខ្លួនឯងជាប្តីរបស់លោកលូទេហើយមិនគោរពចៅហ្វាយនេះផ្ទាល់ខ្លួនទេអ្នកណាក៏ដោយនៅក្រុមហ៊ុនមេធាវីរបស់យើងត្រូវតែគោរពច្បាប់ក្រុមហ៊ុនមេធាវីច្បាប់គឺរឹងមនុស្សគឺទន់ភ្លន់កញ្ញាសុនអាណិតខ្ញុំដែលខំធ្វើការខ្លាំងប្រហែលជាខ្ញុំញ៉ាំនៅការិយាល័យចំណែកឯងឌីងមេចៅគ្រាន់តែជាមនុស្សអង្កេស៊ីដែលចង់បានតែសេចក្តីសុខប៉ុណ្ណោះមិនត្រឹមតែមកធ្វើការយឺតទេថែមទាំងហ៊ានដមត់ជាមួយថៅកែទៀតខ្ញុំសូមប្រកាសជាផ្លូវការថាអ្នកត្រូវបានបណ្តេញចេញហើយអ្នកចង់បណ្តេញខ្ញុំចេញមែនទេបណ្តេញលោកគ្រូខ្ញុំចេញមែនទេឈួតហើយមែនទេប្រាក់ចំណូល 90% នៃក្រុមហ៊ុនមេធាវីនេះគឺរកបានដោយលោកគ្រូខ្ញុំបើថ្ងៃនេះឯងហ៊ានបណ្តេញលោកគ្រូខ្ញុំចេញឯងនឹងក្រុមហ៊ុនមេធាវីទាំងមូលនឹងដាច់ពោះតាមអញហើយ 90% ហើយកុំអួតខ្លួនហួសពេកអីចឹងឯងចង់និយាយថាការរីកចម្រើនរបស់ក្រុមហ៊ុនមេធាវីនេះគឺសុទ្ធតែជាស្នាដៃរបស់លីនពេជ្រយើងទាំងអស់គ្នាជាមនុស្សឥតប្រយោជន៍ដែលរងចាំតែងាប់អស់លីនពេជ្រគ្រាន់តែអាងឈ្មោះក្រុមហ៊ុនមេធាវីដើម្បីទទួលយកសំណុំរឿងតូចតាចដែលគ្មានបានការប៉ុណ្ណោះហើយហ៊ានមកអួតនៅមុខប្រធានផ្នែកចាំងយើងទៀតការងារដោយសារតែបងស្រីស៊ឺខ្ញុំអាចមិនបណ្តេញអ្នកចេញទេតែដោយសារសមត្ថភាពរបស់អ្នកការទទួលប្រាក់ខែរាប់ម៉ឺនមិនល្អសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ការិយាល័យមេធាវីហើយក៏មិនយុត្តិធម៌ចំពោះមិត្តរួមការងារផ្សេងទៀតដែរខ្ញុំសម្រេចចិត្តកាត់បន្ថយប្រាក់ខែរបស់អ្នកមកត្រឹម 2800 គ្រាន់តែចាត់ទុកថាការិយាល័យមេធាវីបាត់បង់ឆ្កែយាមមួយចុះអាយ៉ាអ្នកគ្រប់គ្រងជាងនេះពិតជាអ្នកបរិសុទ្ធណាស់ដែលនៅតែសុខចិត្តរក្សាលីនបៃជៅដែលជាពលបព្វគ្មានប្រយោជន៍នេះអ្នកគ្រប់គ្រងជាងរបស់យើងគឺជានិស្សិតបញ្ចប់ថ្នាក់បណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យហារូហើយបានសិក្សាជាមួយសាស្ត្រាចារ្យអរុនដែលជាមេធាវីកំពូលនៅការិយាល័យមេធាវីនិងបរិសុទ្ធចិត្តចង្អៀតដូចលីនបៃជៅគាត់មានគំនិតទូលាយជាងឆ្ងាយណាស់មនុស្សដូចខ្ញុំដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហារូហើយរកស៊ីដោយពឹងផ្អែកលើរឿងនេះគឺមានតិចតួចប៉ុណ្ណោះច្បាស់ជាត្រូវទុកផ្លូវរស់ឲ្យបរិសុទ្ធស៊ីទាវដូចគាត់ដែរសៀវភៅសិក្សានៅសាលាហារូសុទ្ធតែខ្ញុំអ្នកនិពន្ធមិនគួរណាមានសិស្សមិនស្គាល់ខ្ញុំសោះអ្នកថាអ្នកជាអ្នកជំនាញពីហារូអញ្ចឹងតើអ្នកស្គាល់អ្នកណាស្អីបើទោះខ្ញុំក៏មិនស្គាល់ដែរអញ្ចឹងខ្ញុំនឹងសង្ស័យពីភាពពិតនៃអ្នកជំនាញហារូរបស់អ្នកហើយឥឡូវនេះខ្ញុំនឹងទូរស័ព្ទទៅសាកលវិទ្យាល័យហារូនិងនាយកសាលាភ្លាមខ្ញុំពិតជាចង់សួរថាតើនៅក្នុងសាលានេះមានមនុស្សដូចអញទេស្អីគេមកសម្ដែងនៅមុខខ្ញុំហើយជប់ភ្លាម
និយាយទៅលីនបៃចុងអ្នកណាឲ្យអញក្លាហានហ៊ានសង្ស័យវិនពោអ្នកណាឲ្យអញក្លាហានហ៊ានប៉ះទង្គិចវិនពោហើយមួយទៀតឯងមានរឿងអីបងស្រីស៊ឺជាគឺសុទ្ធតែជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំមិនគួរហូបចុកនៅក្នុងការិយាល័យទេពួកឯងមិនដឹងរៀបចំភេសជ្ជៈឲ្យវិនពោខ្លះទេវិនពោមិនបានឯងគ្រាន់តែញ៉ាំអាហារសម្រន់មិនផឹកអីសោះអីចឹងមិនខ្លាចថប់ដង្ហើមទេបងស្រីស៊ីជាអរគុណលោកគ្រូហាលោកគ្រូខំមកស៊ូ2ថ្ងៃហើយដើម្បីសំណុំរឿងនេះមិនទាន់បានផឹកទឹកមួយដំណក់ទេឆាប់សម្រាប់បន្តិចទៅញ៉ាំអីខ្លះទៅបៃលីនបៃចៅអញមិនក៏ដូចជាមនុស្សពូកែតែស៊ីអញ្ចឹងថ្ងៃចេះតែស៊ីខ្ញុំធ្លាប់ប្រាប់ទេថាការិយាល័យហាម